ពុតរបស់គាត់ជិត20ឆ្នាំកម្រថាគាត់ធ្វើកាយវិការតែឯងចឹងអានេះបើយើងនិយាយឲ្យច្បាស់ភាសាសាមញ្ញគ្រាភាសាខ្មែរយើងគេថាគាត់នឹងបែកឆ្នាំនេះទៅឈរនិយាយតែឯងកាយវិការតែឯងក៏ប៉ុន្តែគាត់មិនអស់ចិត្តត្រង់ថាការប្រកួតវាមិនទៅជាបែបហ្នឹងវិញបើគាត់ទៅលាក់មកគាត់ទៅក្រោសមកគាត់ទៅកាត់មកលេងងាយ easy ដូចអ្វីដែលគាត់ reaction ចឹងគេកាយវិការរបស់គាត់គាត់ឈរនិយាយជាមួយខ្យល់ឈរនិយាយមួយពពកវាមិនដឹងទៅប្រាប់ឯណាមិនដឹងជាពរនីប្រាប់ឯណាឲ្យយល់អញ្ចឹងបានពូនៅតែមិនអស់ចិត្តថាចុះបងឯងនៅឡាប់ត្រាំត្រៃទៅទៀតជាមួយនឹងអាត្រូវគ្រាប់បានសើទៅអីក៏មិនចេញទៅណៃមកទៅលេងនៅសាន់តុសបាត់ទៅអាចចូលលេងអញ្ចឹងទៀតវាអាក្រក់មើលណាងាប់ឲ្យមុនដំបងសង្ឃឹមអានអសឡើងទៅផ្ដាច់ប្រប៉ះជាមួយនឹងអាឡាលីបាទពូយើងមិនណាគាត់អាឡាលីទម្លាក់អាលហ៊ីឡាល់ចេញពូសប្បាយចិត្តណាអាលហ៊ីឡាល់ខ្លាំងណាស់អាលហ៊ីឡាល់ខ្លាំងណាស់គូប្រជែងធំបានអាលហ៊ីឡាល់ខ្លាំងណាស់ហើយក៏ជាគូប្រជែងដ៏ធំដែររបស់ក្រុមអាល់តុតអាល់ណាហ្សឺតែក្រោយពីអាលហ៊ីឡាល់បរាជ័យចាញ់ក្រុមអាល់តុតអាឡាលីមកពូសប្បាយចិត្តពូថាអូខេបើសិនបើអាឡាលីឡើងទៅ final game ហើយយប់នេះវាច្បាស់ហើយថាអាល់ណាហ្សឺនឹងទម្លាក់ក្រុមកាវ៉ាសាគីប្រងជៀលតែមានអីគេដាក់វិញផ្ទុយវិញចុងក្រោយដេកមកកាវ៉ាសាគីប្រងជៀល 3-2 រងដូវយប់មិញគាត់ប្រឹងអាចុងក្រោយយប់មិញស៊ីโซផងគាត់ឡើងទៅផងអាចផងលេងយប់មិញលេងមើលអាចនិយាយមកថាលេងមើលស្រាលគូប្រកួតពេកគិតថាអាស៊ីគឺតែជប៉ុនយើងទៅទេមកអីចាំតិចចាំបុកក៏បានដែរហ្នឹងហើយអាលេងរបៀបមើលស្រាលហ្នឹងតែមកពីគ្រូទេមកពីគ្រូរៀនទេហើយជឿទេការលេងពេលខ្លះវាមិនមែនមកពីកីឡាករលេងបើសិនជាគ្រូលេងឲ្យសម្រុកកីឡាករគឺស្ដាប់គ្រូហើយបើថាឲ្យប្រយុទ្ធគឺប្រយុទ្ធហើយពូមិនអត់ចិត្តទេហ្មងមិនអត់ចិត្តនិយាយមិនពូឈឺចាប់យំមិញឆ្នាំបាទលោកប៉ាខ្ញុំមើលឃើញដែរព្រោះលោកប៉ាមិនមានអារម្មណ៍ទេមិនគូ